ចាជំរាបសួរបងប្អូនទាំងអស់គ្នាអាយ៉ាគ្រាន់តែចេញក្បាលវីដេអូមកឆាទៀតដែរបងប្អូនឆ្ងល់ទេថាមានខ្ញុំកំពុងតែឆាអីចាថ្ងៃនេះដែរយើងខ្ញុំនឹងចែករំលែកពីវិធីធ្វើឆាននោងសាច់មាន់ចាសម្រាប់ននោងនេះគឺខ្ចីល្អបងប្អូននាងខ្ញុំចាត់សបករួចរាល់ហើយចានៅតែយកទៅលាងទឹកទេរៀបចំនឹងលាងននោងហើយឆាននោងនេះគឺនឹកស្រុកកំណើតនឹកពុកនឹកម៉ែនៅស្រុកណាពុកនឹងម៉ែខ្ញុំដាំននោងក្រោយផ្ទះបងប្អូនហើយដល់ពេលមកដល់ទីនេះគឺទិញគេតែននោងនេះខ្ចីល្អណាចានាងខ្ញុំចិត្តសបកហើយក៏លាងទឹកទៅបងប្អូនលាងចាលាងតែពីទឹកទៅរួចហើយបងប្អូននាងខ្ញុំបង្ហាញជូនបងប្អូនតែពីទឹកនេះណានិយាយរឿងននោងវិញដាក់សម្លក្តាមណាបងប្អូនតែអត់តន់ថ្ងៃណាអត់តន់មានក្តាមនេះណាយើងណានិយាយរឿងក្តាមវិញគ្រាន់តែខែភាសាអីបានមានយើងនៅខែ5អត់តន់មានទេបងប្អូនតែអញ្ចឹងហើយនាងខ្ញុំឆានំសាច់មាន់ទៅពីព្រោះយើងអត់មានក្តាមហ្មងបងប្អូននិយាយចុះនិយាយឡើងដល់ពេលចាត់អនោងល្មមចាសម្រាប់អនោងនេះគឺនាងខ្ញុំចាត់បែបជាចំណិតទៅសក់បងប្អូនកាលនៅផ្ទះវិញនៅផ្ទះចាត់តែចង្វាមូលទេបងប្អូនឥឡូវនេះយើងចាត់បែបឆាបែបនេះវិញម្ដងមើលចាត់ឡើងចាត់តែមួយផ្លែតហ្នឹងរួចឥឡូវហើយបងប្អូនចានិយាយពីអនោងនេះសាច់វាណែនចាហើយឡើងខ្ចីលក់បងប្អូនឆានំជ្រើសរើសមើលសាច់អនោងណាដែលសាច់ណែនហើយអនោងនេះអានោងប្រហើទៀតណាបងប្អូននិយាយរឿងអនោងប្រហើហ្នឹងណាបងប្អូនពេលឆាទៅឡើងឈ្ងុយបើសិនជាយើងយកទៅធ្វើជាសម្លក្តាមវិញណាបងប្អូនប្រហើឆ្ងាញ់មែនតើយើងឆាអញ្ចឹងក៏ប្រហើដែរបងប្អូនឲ្យតែអានោងខ្ចីហើយអានោងប្រហើពេលយើងស្លទៅគឺឈ្ងុយអានោងតែម្ដងបងប្អូនហើយអានោងនេះអានោងធម្មជាតិដាំខ្លួនឯងនៅចិត្តផ្ទះនឹងទៀតអ្នកដាំហ្នឹងណាចាហើយសាច់មាន់នេះបងប្អូនយើងខ្ញុំឆាតែមួយចំហៀងនេះចាទុកមកចំហៀងចាហើយកាត់ជាដុំតូចចឹងណាបងប្អូននិយាយចុះនិយាយឡើងបន្លែក៏ចិត្តរួចរាល់នៅតែដោះខ្ទឹមសម្រាប់ឆាទេចាខ្ញុំប្រើខ្ទឹមហ្នឹង5-6កំពឹសដែរចាសម្រាប់ខ្ទឹមសនេះគឺនាងខ្ញុំដោះបកសបកចេញហើយចិញ្ច្រាំនៅបានម៉ត់អញ្ចឹងណាបងប្អូនកុំឲ្យម៉ត់ពេកចាយើងញ៉ាំខ្ទឹមក៏ឆ្ងាញ់ដែរហើយដាក់នាងខ្ញុំចិញ្ច្រាំចូលពីផ្លែដែរចានិយាយឆានេះបើមានខ្ទឹមក្រហមម្ដុំឆ្ងាញ់ណានាងខ្ញុំដាក់ខ្ទឹមក្រហមម្ដុំដែរបងប្អូនដុំទូចទេចាហាន់ជាចំណិតតូចទៅមិនបាច់ច្រើនទេបងប្អូនណាឥឡូវតែនិយាយឥឡូវរួចបាត់បងប្អូនចាគឺបែបហ្នឹងហើយបន្ទាប់មកដាំខ្ទះនៅលើចង្ក្រានត្មងទៅចាប់ផ្ដើមឆាហើយនឹងខ្ញុំចាក់ប្រេងឆាចូលតែម្ដងខ្ទឹមនេះបងប្អូនដាក់ចូលបំពងចាឲ្យរំលីងឲ្យឡើងឈ្ងុយសិនណាចាពេលឈ្ងុយហើយចាំយើងដាក់គ្រឿងបន្តទៀតចារំលីងខ្ទឹមបានឈ្ងុយហើយខ្ញុំដាក់គ្រឿងបន្តទៀតសម្រាប់គ្រឿងនេះគឺមានស្ករត្នោតទាំងឯងបងប្អូននិយាយឆាបងប្អូនប្រើស្ករត្នោតទៅឡើងឈ្ងុយចាកុំភ្លេចកូរស្ករត្នោតរបស់យើងនឹងឲ្យរលាយសព្វជាមួយគ្រឿងសិនណាបងប្អូនចាពេលដែលស្ករត្នោតរំលាយសព្វហើយចាំយើងដាក់គ្រឿងទៀតហើយនិយាយគ្រឿងបន្តហ្នឹងមានអីបងប្អូនមានតែទឹកត្រីហ្នឹងទឹកត្រីប្រើ1 ស្លាបព្រាកន្លះចាហើយសម្រាប់ឆាវិញគឺមានគ្រឿងប្រើទឹកស៊ីអ៊ីវដែរចាប្រើ1 ស្លាបព្រាបាយអញ្ចឹងណាបងប្អូនហើយគ្រឿងបន្តហ្នឹងមានប្រេងខ្យងចាប្រើ1 ស្លាបព្រាបាយដែរចាបន្ទាប់មកយើងជិះទឹកដើមកូររំលីងគ្រឿងទាំងអស់ហ្នឹងឲ្យចូលគ្នាល្អណាបងប្អូនចាឲ្យឡើងឈ្ងុយសិនចាំយើងដាក់សាច់មាន់ចូលចាសម្រាប់សាច់មាន់នេះយើងកាត់ជាដុំតូចទៅពីព្រោះយើងឆាននោងចាធ្វើការឆាត្រឡប់ចុះឡើងទៅចាឥឡូវទៅនិយាយភ្លេចដាក់គ្រឿងដាក់ប៊ីចេង1 ស្លាបព្រាតូច1 ស្លាបព្រាកាហ្វេចាសម្រាប់ស៊ុបវិញប្រើ1 ស្លាបព្រាកាហ្វេដូចគ្នាបងប្អូនចាឥឡូវនេះគឺយើងចាប់ផ្ដើមឆាគ្រឿងទាំងអស់នឹងឲ្យចូលទៀតជាមួយនឹងសាច់មាន់ចាងាយមែនតើម្ហូបមួយមុខនេះបងប្អូនឆាតែមួយផ្លែតបានញ៉ាំតែម្ដងចាឆាចុះឆាឡើងក្រោកវាសិនចានេះខ្ញុំរំងាស់សាច់មាន់យើងនឹងឲ្យបានឆ្អិនបន្តិចសិនណាបងប្អូនចាឥឡូវពុះហើយបងប្អូនតើបានពុះនឹងខ្ញុំបើកគម្របឆាចុះឆាឡើង
ទៀតដើម្បីឲ្យសាច់មាន់នឹងបានឆ្អិនសព្វល្អអញ្ចឹងណានិយាយទៅពេលដែលឆាហើយហ្នឹងណាបងប្អូននាងខ្ញុំនៅគ្របម្ដងទៀតចាពីព្រោះសាច់មាន់ត្រូវការរងាស់ឲ្យរៀងឆ្អិនបន្តិចណាបងប្អូនហើយឥឡូវតែនិយាយរឿងគ្របហ្នឹងដល់ម៉ោងមកធ្វើដើមខ្ទឹមហើយសម្រាប់ដើមខ្ទឹមនេះលាងទឹកឲ្យបានស្អាតទៅហើយកាត់ជាកំណាត់ខ្លីៗអញ្ចឹងណាបងប្អូនគល់ខ្ទឹមយើងឆាជាមួយនឹងបន្លែមុនទៅសម្រាប់ស្លឹកខ្ទឹមហាន់ជាកំណាត់ខ្លីៗល្អិតទៅយើងទុកបងក្រោយអញ្ចឹងណាឥឡូវនាងខ្ញុំចាប់ផ្ដើមយកស្លឹកខ្ទឹមយើងទុកម្លែកទៅសម្រាប់យើងឆាហើយយើងដាក់ចូលបងប្អូនចាអញ្ចឹងឯងហើយឥឡូវទៅហាន់ខ្ទឹមចុះឡើងបែរមកមើលសាច់មាន់យើងគឺឆ្អិនល្មមចាហើយយើងខ្ញុំឆាសាច់មាន់នេះគឺយើងឆាបែបយ៉ាងទឹកព្រោះយើងឆាបន្លែយើងមិនមែនឆាបែបដូចឆាក្តៅអីយើងឆាក្រៀមទេណាចាឥឡូវនេះគឺនៅទឹកបែបហ្នឹងយើងខ្ញុំដាក់បន្លែយកចូលតែម្ដងចាងាយណាបងប្អូនមកមួយមុខហ្នឹងណាចាហើយដល់ពេលដាក់អានំយើងចូលហើយហ្នឹងឆាត្រឡប់ចុះឡើងអញ្ចឹងទៀតទៅចានិយាយរឿងឆាត្រឡប់ហើយហ្នឹងមានតែគ្របរងាស់ម្ដងទៀតទេឆាប់ឆ្អិនបើយើងអត់គ្របចាបន្លែយើងមិនងាយឆ្អិនទេបងប្អូននិយាយទៅច្បល់ឲ្យសព្វគ្រឿងសិនឥឡូវនេះគ្របហើយបងប្អូនរងាស់ដើម្បីឲ្យបន្លែយើងចាឆ្អិនជាមួយនឹងសាច់អញ្ចឹងណាចាតាមមួយផ្លែតហ្នឹងគឺពុះហើយបងប្អូនចាឥឡូវនេះនាងខ្ញុំបន្ថែមជាមួយនឹងគល់ខ្ទឹមចូលទៅហើយតែម្ដងបងប្អូនពីព្រោះគល់ខ្ទឹមរៀងរឹងដែរចានិយាយខុសហើយបងប្អូននាងខ្ញុំដាក់នាងខ្ញុំរួយម្រេចចូលចាហើយបន្ទាប់មករួយស្លឹកខ្ទឹមតែម្ដងបងប្អូនចាឥឡូវនេះច្បល់ឡើងទៅនិយាយរឿងគល់ខ្ទឹមហ្នឹងនាងខ្ញុំកាត់វីដេអូចោលបាត់ហើយបងប្អូនអើយអភ័យទោសផងចាឥឡូវតែនិយាយឥឡូវនេះឆានាងខ្ញុំបាច់ឆ្អិនបាត់ហើយបងប្អូនចារសជាតិពេញគឺឆ្ងាញ់មែនតែនសម្រាប់បងប្អូនចូលចិត្តរសជាតិបែបណាអាចដាក់តាមចំណង់ចំណូលចិត្តទៅចានាងខ្ញុំសូមអរគុណច្រើនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចានាងខ្ញុំសូមជូនពរបងប្អូនសូមឲ្យមានសុខភាពល្អចាកុំភ្លេចជួយ like ជួយ share ជួយចុចសញ្ញាកណ្ដឹងឬសញ្ញា subscribe ជូននាងខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីពីនាងខ្ញុំរាល់ថ្ងៃអាយ៉ាឆាហើយញ៉ាំបាយម៉ាត់សិនបងប្អូនចារសជាតិគឺឆ្ងាញ់ខ្លាំងចាអរគុណច្រើនបងប្អូនជម្រាបលាចាចាជួបគ្នានៅក្នុងវីដេអូថ្មីម្ដងទៀតបងប្អូនចាកុំភ្លេចស្រីខាតម្ហូបឆ្ងាញ់ចានិយាយអញ្ចឹងបងប្អូនទស្សនាហើយបងប្អូនធ្វើញ៉ាំដែរទេបងប្អូនខមមិនម្នាក់មួយប្រាប់នាងខ្ញុំផងចា